បានហ្នឹងខ្ញុំនិយាយសួរបងប្អូនប្រិមិត្តទូទស្សនិកជនឥឡូវយើងចាំជួបមួយមេឃុំប្រធានមើលតើបញ្ហាភ្លើងនៅឃុំប្រធាននេះវាឡើង1គុណ2បងប្អូនគ្រប់គ្រាន់ក្នុងការទេចេញបាទឡើងគុណ1 2បងប្អូនឥឡូវខ្ញុំនឹងខលទៅជួបលោកមេឃុំប្រធានបាទបងប្អូនជារដ្ឋក៏តវ៉ាហើយមិនតែមកភូមិហ្នឹងទេច្រើនភូមិបាទតែគាត់មិនទាន់ស្គាល់ខ្ញុំហើយបងប្អូនដែលមិនទាន់ស្គាល់ខ្ញុំបងប្អូនតាក់ទងមកเพจខ្ញុំហៅលោកពូអ៊ំមេឃុំពូមេឃុំបាទខ្ញុំហងដិតចាងវាងណាចាក់កោភ្នំលោកពូបាទអញ្ចឹងលោកពូពាក់ព័ន្ធរឿងភ្លើងអគ្គិសនីក្រុមហ៊ុនអគ្គិសនីក្រៅគូអេកៈដែលពលរដ្ឋតវ៉ារឿងឡើងគីឡូកុងទ័រខុសប្រក្រតីហើយតម្លៃគុណ1ជា2ពាក់ព័ន្ធពីរឿងមុនចូលឆ្នាំប្រើសំរុំដល់ពេលចូលឆ្នាំហើយគុណលុយដូចជាគុណលុយយក1ជា2អញ្ចឹងលោកពូបានមានដំណោះស្រាយអាជីវករអ្នកលក់និងសេវាករនិងអ្នកប្រើប្រាស់ហើយនៅលោកពូវាពិបាកដែររឿងហ្នឹងយើងមិនមែនអ្នកជំនាញដូចវាដល់វាឆ្លើយហើយមកសាកសួរទៅវាដោះទៅតាមតំណាក់ដូចខ្ញុំបាន6សំណួរដែលខ្ញុំសួរវាហ្នឹងហើយឲ្យវាបបដោះហ្នឹងវាដោះយើងដូចជាថាពាក់ព័ន្ធនឹងថាបំរែបំរួលអាកាសធាតុអញ្ចឹងហ៎បាទប្រើប្រាស់ច្រើនសម្ភារៈច្រើនណាហើយពាក់ព័ន្ធមួយទៀតរឿងអាភ្លើងដាច់ញឹកញាប់បាទមូលហេតុដាច់ញឹកញាប់បាទយើងក៏ទូថានៅលើនោះទៀតថាមូលហេតុដាច់ញឹកញាប់មកពីយើងប្រើដំណើរដែលយើងប្រើសម្ភារៈកើនច្រើនខ្ពស់ទៅធ្វើឲ្យតែថាប្រព័ន្ធពីសង្ទើភ្លើងហ្នឹងវាលោតបាទកាប៊ីនធំបាទតែណាប្រើច្រើនវាលោតទេបាទកម្រិតវាលោតបាទអញ្ចឹងឲ្យកំណើនភ្លើងនេះអាចកើនដែរបាទត្រង់ណាភ្លើងដាច់ច្រើនហ្នឹងបាទពូបាទបុកចូលបាទអញ្ចឹងលោកពូអ្វីដែលខ្ញុំធ្លាប់ចូលរួមជាមួយអាជ្ញាធរអគ្គិសនីកម្ពុជាទី1វាមានកត្តា2ទី1ឆ្លងឧបករណ៍សម្ភារៈនៅក្នុងផ្ទះប្រជាពលរដ្ឋបើមិនចឹងទេឆ្លងខ្សែណាមួយខ្សែមេរបស់អាជ្ញាធរបោះភ្លើងណាពូនឹងទី1ហើយមួយទៀតគាត់ថាក្តៅប្រើច្រើនអានឹងស្រាញ់គាត់ថាទេប៉ុន្តែពាក់ព័ន្ធរឿងត្រង់ហ្វូបានន័យថាកម្លាំងភ្លើងវាប្រើទីហោថាត្រង់ហ្វូមួយត្រូវប្រើ1គីឡូដីហើយដល់ពេលគាត់ប្រើ1គីឡូដីនោះគាត់តលើសទៀតលើស1គីឡូក៏ទៅជា2គីឡូដីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអានឹងពាក់ព័ន្ធរឿងអាជ្ញាធរអគ្គិសនីហើយនឹងអ្នកគុតគង់អត់មែនពាក់ព័ន្ធប្រជាពលរដ្ឋទេអញ្ចឹងកាលណាបើភ្លើងនឹងវាខ្សោយពលរដ្ឋប្រើមិនកើតភ្លើងវាអស់មិនរួចងាកដាច់អញ្ចឹងណាពូបាទអញ្ចឹងឥឡូវក្នុងនាមពូគណៈបញ្ជាការឯកភាពឃុំពូដែលហៅពលរដ្ឋដែលមានបញ្ហានឹងទៅចូលរួមទេថ្ងៃមុននោះពូថ្ងៃមុននេះខ្ញុំអត់បានហៅដោយសារបឋមញុចពេកថ្ងៃលោកប្អូនប្រហោះពេលនេះប្រមាណខ្ញុំពេញលិខិតហៅគាត់តែម្ដងបាទគាត់មកភ្លឺបាទបើមានពាក្យបងប្អូនប្តឹងអីដាក់ញ៉ាត់អីប្តឹងអីមានបេដៃមានអីមកស្លាកឃុំខ្ញុំនឹងហៅមកដោះស្រាយរវាងពលរដ្ឋហើយនឹងនឹងក្រុមហ៊ុនអគ្គិសនីបាទហ្នឹងមានលោកពូឯកសារនៅខ្ញុំពូទាំងกระดาษភ្លើងហើយនឹងស្នាមមេដៃបាទកំណត់លើគ្នាមកស្លាកឃុំមកខ្ញុំកំណត់ថ្ងៃមកខ្ញុំនឹងទៅចេញលិខិតហៅក្រុមហ៊ុនមកដើម្បីដោះស្រាយគ្នានៅស្លាកឃុំម្ដងទៀតបាទលោកពូនឹងខ្ញុំនឹងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធរដ្ឋបាលកូពីជូនលោកពូយកទៅដាក់កន្លែងលោកពូហ្នឹងចាឥឡូវលោកពូជាបឋមហ្នឹងពូមានវិធានការអីទៅក្រុមហ៊ុនភ្លើងឬក៏ប្រាប់ពលរដ្ឋជូនដំណឹងទៅពលរដ្ឋមិនខ្លះពូបើសិនជាមានអភិបអយុធធម៌នេះបាទកន្លងនេះខ្ញុំបានលើកចំណុចទាំងអស់មានស្រង់យក comment នៅក្នុងបងលោកបងហ្នឹងយកមកដោះស្រាយដែរបាទរឿងតាតែរឿងនេះខ្ញុំធ្លាប់ឡើងវេទិកាថ្នាក់ជាតិហើយបាទរឿងដដែលតែអត់មានដំណោះស្រាយទេលោកពូណាទៅដល់ដល់មន្ទីររាយធម្មពលឬក៏រឿងនឹងតាក់ទងនឹងទីមួយកំណើនភ្លើងឡើងខ្ពស់បាទពេលតែប្រើឡើងទៅឡើងហើយតម្លៃវាពិតប្រកបនឹងប្រមាណជាក់ស្ដែងគាត់ដាក់តម្លៃចេះលោកពូចាប់ពី1គីឡូដល់51គីឡូដូចជាតម្លៃ300ជាងហើយចាប់ពី50គីឡូឡើងទៅដល់ប្រមាណគីឡូនោះវាតម្លៃ400ជាង500ជាងអ្នកដែលប្រើចាប់ពី100គីឡូរហូតដល់201គីឡូ700ជាង
អាហ្នឹងកាលណាបើប្រើច្រើនស៊ីច្រើនភ្លើងហ្នឹងឡើងថ្លៃបាទហ្នឹងវាប្រើហៅថាប្រចាំថ្ងៃចាំខែបាទមើលក្រុមហ៊ុនរងថ្ងៃវាមិនយកយុទ្ធសាស្ត្រហ្នឹងហើយវាយកយុទ្ធសាស្ត្រយោងឡើងមកច្រើនទៅកាន់ឡើងថ្លៃហ្នឹងសង្ស័យដែរចំណុចហ្នឹងហ្នឹងហើយពូចេះអាហ្នឹងខ្ញុំធ្លាប់ធ្វើមួយឃុំស្រុកដតីមកពលរដ្ឋដាក់ពាក្យប្តឹងទៅលោកពូឯកសារតាមរយៈលោកពូហ្នឹងសញ្ញេឲ្យទទួលដឹងឮដាក់តែអាជ្ញាធរគិសនីគេនឹងមានក្រុមអាជ្ញាធរគិសនីចុះមកត្រួតពិនិត្យបណ្ដាញក៏ដូចជាកុងទ័រថ្លឹងវាស់គីឡូកុងទ័រជាមួយអាជ្ញាធរដែលជំនាញណាពូបាទរងដល់ខ្ញុំបានប្តឹងពួកថាបានអាជ្ញាធរគិសនីហ្នឹងក៏ខ្ញុំបានចូលទៅខំមិនចូលប្តឹងដល់ខំមិនទីខ្ញុំបានទៅប្តឹងឯកសារដល់សហការផ្ទាល់បាទខ្ញុំប្តឹងលក្ខណៈថាតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងហើយបណ្ដឹងបរិហាពូណាបណ្ដឹងបរិហាហ្នឹងបាទក៏បានថារុញឲ្យខ្ញុំទៅជួបផ្ទាល់ជាមួយក្រុមហ៊ុនគិសនីតែម្ដងបាទអញ្ចឹងបើខ្ញុំទៅជួបផ្ទាល់ដដែលខ្ញុំដោះស្រាយមិនចេញហើយបានខ្ញុំមកពឹងជួយបានន័យថាកម្រិតលោកពូការពារផលប្រយោជន៍ពលរដ្ឋតែដល់ពេលជំនាញឲ្យអាជ្ញាកណ្ដាលទៅអាជ្ញាធរគិសនីពូអាជ្ញាធរគិសនីបានគាត់ធ្វើអាជ្ញាកណ្ដាលបានដោយសារគាត់ខ្ញុំទៅជួបផ្ទាល់ជាមួយក្រុមហ៊ុនដោះស្រាយនេះផ្ទាល់ជាមួយក្រុមហ៊ុនបាទអញ្ចឹងពូណាអញ្ចឹងលោកពូខ្ញុំនឹងរៀបចំឯកសារគតិយុត្តរដ្ឋបាលមួយដាក់ជូនលោកពូតាមរយៈលោកពូហើយស្នើទៅអាជ្ញាធរគិសនីសូមឲ្យគាត់ជួយពិនិត្យក្រុមហ៊ុនក្រោលគោអេកៈនឹងអគិសនីក្រោលគោអេកៈនឹងនៅរដ្ឋបាលឃុំរបស់ពូជួយសម្រួលឯកសារនឹងទេពូបាទបងមានពេលបណ្ដឹងចាយខ្ញុំនឹងរៀបចំឯកសារឲ្យប៉ុន្តែវានឹងថាអាជ្ញាធរគិសនីនឹងទីស្នាក់ការនឹងពេញអត់បាក់ទេឥឡូវមានលេខគេហៅថាលេខណែ hotline របស់គេហ្នឹងគឺគេបើកហ្នឹងហើយខ្ញុំចូលបណ្ដឹងដែរបាទហ្នឹងហើយខ្ញុំមានលេខក៏មានលេខទៅគាត់ផ្ទាល់ដែរខ្ញុំនឹងរាយការណ៍ទៅតាមរយៈ Telegram ហើយខ្ញុំបាញ់ឯកសារទៅគាត់ដំណើរដើមតងនោះវាមិនមែនតែមួយឆ្នាំទេរឿងនោះបាទកន្លងទៅកើតជាប្រចាំហ្នឹងបាទទី1គីឡូដើរលឿនទី2បន្លំបាទដល់អតិថិជនមកចំចំនួនលុយអតិថិជនហ្នឹងបាទខុសបច្ចេកទេសរហូតពេលដែលបងច្រើនអ្នកខ្លះទៅគាត់ធ្លាប់ប្រើអានេះបងដល់30-40ម៉ឺនបាទគាត់ទៅតវ៉ាទៅតាមមូលហេតុមកពីឆ្លងនេះឆ្លងនោះថាកំហុសបច្ចេកទេសបាទកុំព្យូទ័រអញ្ចឹងទៅបាទគាត់ក៏ឲ្យលុយមកវិញខ្លះមួយចំនួនមិនតវ៉ាក៏បាត់ទៅលុយហ្នឹងបាទអញ្ចឹងពូអញ្ចឹងអាហ្នឹងអញ្ចឹងបើវប្បធម៌ពេលនេះអគិសនីអញ្ចឹងញឹកញយរឿងបច្ចេកទេសហ្នឹងថាអីញឹកញយមែនអាហ្នឹងចាពូនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក្រមព្រហ្មទណ្ឌ672មាត្រាបើគេចោទពីបទលួចមានឋានទម្ងន់ទោសអាហ្នឹងត្រូវតែជាប់គុកអាហ្នឹងលួចកេងបន្លំបាទតែយើងអត់មានផងបានមកវាយើងវាអត់មានផងបានបាទហ្នឹងពូឥឡូវមួយទៀតពាក់ព័ន្ធនឹងបណ្ដាញអគិសនីនឹងការតបជាប់នឹងការអីហ្នឹងពិបាកតបជាប់នោះឧទាហរណ៍ថាភ្លឹងធ្លាក់អតែកន្លងមកនេះនៅក្នុងឃុំប្រធានក៏បានឆក់ស្លាប់ដែរនៅភូមិកាច់ហ្នឹងស្លាប់អ្នករយករពេជ្រទៅគ្រូសាទឹកបានស្លាប់ទឹកចោលអត់ហ្នឹងហើយពូចេះអីមួយទៀតអាខ្សែបណ្ដាញដែលចូលមកនឹងទៅមេឃឈើដើមឈើភូមិកាញ់ហ្នឹងហើយដូចជាចំណេញហួសហើយអគិសនីក្រៅគូអេកៈហ្នឹងដូចជាចំណេញហួសបាទគាត់អត់ធ្វើអីទាំងអស់តែហ្មងដល់ខែយកលុយតែហ្មងចូលតាមខ្ញុំទាំងឃើញញ៉ៃកាត់ផ្លូវឲ្យឃើញចូលទៅភូមិខ្លះ1គីឡូ2គីឡូដីតខ្សែធ្លាក់តែតាក់ភ្លឺស្រែមើលពីសភនភាពមួយខូចសភនភាពឃុំទី2វាអាចប៉ះពាល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋបាទត្រូវហើយពូវាអាចប៉ះពាល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋអានិភ័យប៉ះពាល់នឹងធ្វើស្រែកាក្មេងវាអាចតោងដើមឈើនឹងឆក់ទៅឆក់ស្លាប់ពូអានឹងឆក់ស្លាប់បាទឆក់ស្លាប់បានចេះលោកពូប្អូនឥឡូវនេះឆោលើទឹកដីលោកពូនៅឃុំប្រធាតតែម្ដងហើយខ្ញុំនឹងរៀបចំឯកសារជូនបងប្អូនជារដ្ឋអានេះខ្ញុំមិនមែនមេធាវីមិនមែនចៅក្រមរាជអាជ្ញាតែខ្ញុំសម្រួលជួយគាត់ហើយក៏ខ្ញុំសួរទៅអាជ្ញាធរអគ្គិសនីដែរថាបើខ្ញុំធ្វើចោតខ្ញុំពីបទញុះញង់ឬយ៉ាងណាថាអត់ចោតទេជួយគាត់មកនឹងអាជ្ញាធរអគ្គិសនីនិយាយផ្ទាល់ហើយខ្ញុំមានវីដេអូទៀតហើយនឹងខ្ញុំនឹងរៀបចំឯកសារជូនពូហើយប្រហែលជាស្អែកនេះខ្ញុំនឹងផ្សាយពាក់ព័ន្ធរឿង
ខ្សែភ្លើងគ្មានសណ្ដាប់ធ្នាប់គ្មានបែបបត់ត្រឹមត្រូវមានបកគោលមានអីត្រឹមត្រូវពាក់មែកឈើដើមឈើអាខ្លះធ្លាក់ចិត្តដល់ដីហើយប៉ះមែកឈើស្រោវាឆក់ងាប់ប្រជាពលរដ្ឋណាពូបាទស្រាចោះក៏ដល់រឿងនេះចង់បានណាខ្ញុំលើកឡើងក្នុងវេទិកាថ្នាក់ជាតិវេទិកាក្រមសាស្ត្រស្រុកវេទិកាក្រមសាស្ត្រខេត្តអីលោកអាសូមជាក្រមសាស្ត្រខេត្តក៏បានខ្ញុំបានលើកឡើងដែរសួរអាដាមចាំបានណាបាទលើកបន្តិចដងដែររឿងការបនខ្សែភ្លើងឬភ្លើងអគ្គិសនីក្រំទួនោះខ្ញុំនឹងពេញចិត្តសំបីបន្តិចទេតែឡាយសិនចុះហ្នឹងថាឃើញមានបង្ហាញមកឃុំមើលដឹងថាឡាយសិនចុះចំនួនណាเขาវាអត់មានយកមកឲ្យខ្ញុំមើលដែរពួកនេះគាត់រកស៊ីជាមួយអាជ្ញាធរជាមួយរដ្ឋបាលឃុំស្រុកខេត្តហើយចុះបើគាត់មិនស្ដាប់មន្ទីរមិនស្ដាប់ខេត្តមិនស្ដាប់ឃុំឲ្យគាត់រកស៊ីមិននេះឲ្យគាត់រកស៊ីវាមិនខ្ញុំឆ្ងល់ដែរតែពិបាកហើយណាក៏ហៅមកប្រជុំក៏មិនងាយមកទេដោយសារមូលហេតុខ្ញុំលើកឡើងពីញយទៅជុំក្រុមសាស្ត្រស្រុកអីនៃវេទិកាថ្នាក់ខេត្តហ្នឹងខ្ញុំលើកឡើងហ្នឹងបានថាការមកម្ដងមកកាលហ្នឹងហើយមកជុំដោះស្រាយគ្នាហ្នឹងបាទអានេះដូចស្រួលពេកពូដូចថ្ងៃដល់ម៉ោងយកលុយគឺយកទៅមកឲ្យគម្រាមគ្នាទេតែមិនបងផ្ដាច់អីចឹងទៅអាហ្នឹងគេរកខុសរដ្ឋត្រូវសិនបាទសំដីបុគ្គលិកហ្នឹងដូចมันអាចទទួលយកបានហ្មងគឺថាសំដីដូចអាចទៅចាក់បានទៅថាអញ្ចឹងបាទកាពិតទៅគាត់អត់ឲ្យតម្លៃអាជ្ញាធរឃុំរដ្ឋបាលស្រុកហើយលើប៉ុស្តិ៍រដ្ឋបាលអីលើអូលើប៉ុស្តិ៍រដ្ឋបាលអីអស់ដល់50-60ម៉ឺនមកនោះងាប់ហើយមិនរត់ទេងាប់ហើយបាទអញ្ចឹងលោកពូអរគុណណាស់ហើយខ្ញុំនឹងសុំសហការឲ្យលេខក្មួយពូសុំសហការមួយពូផងពូណាអរគុណច្រើនបាទអរគុណបាទលោកមេឃុំល្អខ្ញុំមិនដឹងគាត់ឈ្មោះអីមេឃុំឈ្មោះអីហ្នឹងហើយបងប្អូនខ្ញុំអត់តប៉ែឡាយឡោតអីទេឥឡូវនេះខ្ញុំចង់និយាយថាឥឡូវលោកមេឃុំហើយនឹងបងប្អូនប្រជាពលរដ្ឋលោកមេឃុំប្រធានគាត់គាំទ្រប្រជាពលរដ្ឋគាត់ថាហេតុអីបានភ្លើងឡើងមិនឃុំក៏ឡើងប៉ុស្តិ៍ក៏ឡើងប៉ុស្តិ៍រដ្ឋបាលក៏ឡើងឃុំក៏ឡើងហើយនិយាយសម្ដីដូចអាចបាទលោកមេឃុំនិយាយមិនថាសម្ដីអាពួកភ្លើងហ្នឹងនិយាយមកដូចអាចបាទហើយនេះអ្នកធ្លាក់អ្នកធ្លាប់អស់ 67000 ឡើង147,400នេះអៀងស៊ីនអញ្ចឹងហ៎បាទអៀងស៊ីននេះ147,400ធ្លាប់ប្រើអស់70000ណែបងប្អូនណាឡើងមួយទៀតនេះឈ្មោះណាកាន់បច្រាបាទនាងភៀនធ្លាប់អស់10000ជាង20000ឡើង79300បងប្អូននេះណាហើយបងប្អូនណាខ្លះនៅស្រុកកំពង់ត្បែកមានប្រមាណឃុំដែលអគ្គិសនីនឹងបំរើឲ្យវាឡើងគីឡូបងប្អូនតែមកលេខខ្ញុំនៅក្នុងទូរស័ព្ទនឹងនៅក្នុងเพจនឹងនេះកឹមច័ន្ទនេះអស់ធ្លាប់អស់6000អស់10000ជាងអាហ្នឹងថាប៉ុណ្ណឹងក៏ប៉ុណ្ណឹងចោះតែនេះអ្នកធ្លាប់អស់60000 70000នេះឥឡូវឡើងដល់148,900បាទនាងភួននេះបាទ147,800ឥឡូវមិញនិយាយតិចមើលថាកាលមិញប្រើរដងអស់ប្រហែលចាកាលមិញប្រើរដងអស់តែ70000ឬ80000មើលមិញអាចបង្ហាញគេមើលចានេះហ្នឹងហើយដល់ពេលសានហ្នឹងលេងខ្ញុំអស់14000បាទ148,900ចាច្រើនណាស់ហើយខែឆ្នាំខែកន្លងទៅនេះខ្ញុំបាញ់លុយឲ្យខ្ញុំជួយចាញ់គាត់អស់តែ80000ទេអានេះខ្ញុំចាញ់ឲ្យដល់ពេលនេះច្រើនពេកខ្ញុំមានលុយណាបងឲ្យជាប្រវត្តិបាទ140,000ជាងអញ្ចឹងឥឡូវមីងសនំពើមើលសុំឲ្យអាជ្ញាធរអគ្គិសនីជួយពីមិនខ្លះខ្ញុំសនំពើដល់អាជ្ញាធរអគ្គិសនីទាំងអស់សូមមេត្តាជួយបងប្អូនជាប្រវត្តិនៅគុំប្រធានផងជួយខ្ញុំផងព្រោះខែនេះវាអស់ច្រើនពេកចាអត់មានយុទ្ធធម៌ទេអត់មានយុទ្ធធម៌ទេដល់សូមមកជួយខ្ញុំផងមកជួយដោះស្រាយឲ្យខ្ញុំផងចាឲ្យខ្ញុំដឹងផងតើវាមូលហេតុអីបាទហេតុអីបានឡើងថ្លៃច្រើនម៉ែគម្រាមតែផ្ដាច់និយាយទៅគម្រាមផ្ដាច់អាងអីបើខ្ញុំមិនទៅបងដល់កន្លែងហើយហ៊ូថ្ងៃតែមួយថ្ងៃផ្ដាច់ភ្លើងខ្ញុំចោលហើយចាបាទហ្នឹងហើយចាមានអីឥឡូវអរគុណច្រើនឥឡូវខ្ញុំឲ្យបងប្អូនជារដ្ឋមើលថាតើក្រុមហ៊ុនអគ្គិសនីក្រៅគូអេកៈហ្នឹងគាត់មានតបណ្ដាញឲ្យបងប្អូនប្រជាពលរដ្ឋឲ្យដូចនេះឥឡូវខ្ញុំឲ្យមើលនៅភូមិកាញ់ណាបងប្អូនណានៅភូមិកាញ់នេះគឺទាំងមេឃុំទាំងបងប្អូនប្រជាពលរដ្ឋគាត់បានលើកឡើងឲ្យថាទី1ភ្លើងប្រើប្រាស់អត់កើតទេប្រើមិនកើតវាមិនត្រង់ហ្វូដាក់1គីឡូដីត្រង់ហ្វូមួយចឹងទៅប៉ុន្តែដល់ពេលឥឡូវខ្ញុំឲ្យមើលខ្សែភ្លើងតោះបាទ1គីឡូដីត្រង់ហ្វូមួយតែនេះលើសហើយបាទប្រើលើសបានន័យថាក្រុមហ៊ុនចង់ចំណេញពេកអគ្គិសនីចង់ចំណេញពេកគាត់អត់ដាក់ត្រឹមត្រូវតាមច្បាប់អគ្គិសនីទេបាទបានន័យថាលើសអ្នកប្រើលើសចំនួនអញ្ចឹងត្រង់ហ្វូរត់អត់រួចភ្លើងវាចេះដាច់បាទដល់ពេលដាច់អញ្ចឹងទៅវាធ្វើឲ្យ
ปูខ្ញុំសួរមួយឬថាមានឆក់ងាប់ម្ដុំហ្នឹង nó khẳng lệch hộ ខាងនោះឆក់ងាប់ ngọt ឆក់ងាប់ហ្នឹងទៅខ្សែភ្លើង tam là bông chân តាមលបងចឹងហើយអត់ហើយក្រុមហ៊ុនអត់មានដាក់ដាក់នៅបកគោលឲ្យទេ miền thế ហើយពួកឯងមានបារម្ភភ័យខ្លាចកូនចៅអីឆក់ដែរ khai mấy khui lại đá bầm năng thu mai bùi dương vì ở miền cô đây cô này chứ cô miền Nam hơn cô xây tu chứ គួរស្អីទួយឲ្យដាក់លើជាប់បានឈើមិនឈើបាទភាគច្រើនឆ្នាំទៅឲ្យឆក់ងាប់មួយ màឆ្នាំ មួយឆ្នាំហើយរមដែរមិនរកខុសរកត្រូវឲ្យគ្នាទេ thế tôi ngặt chấm ngọt tê đó ងាប់ទៅទេទៅមេឃុំនិយាយចឹងដែរមិនងាប់ទៅទេដែរ tế bông không có con thằng បាទឥឡូវតោះឥឡូវចេះលោកមេឃុំប្រធានឈ្មោះអីទេពូ cốc thiệp បាទលោកពូសុបសុភាពគាត់បានរៀបរាប់ប្រាប់ខ្ញុំហើយថាក្រុមហ៊ុនអកិសនីក្រៅគោអេកៈនេះសម្ដីគ្មានសិលធម៌សម្ដីឆ្លើយហើយគាត់ថាសម្ដីដូចអាចបុគ្គលិកបាទខ្ញុំអត់និយាយអ្នកអាក្រក់ទេខ្ញុំនិយាយអ្នកល្អទេនិយាយអ្នកអាក្រក់ដែរនិយាយភាសាហ្នឹងទី1ត្រង់ហ្វូកម្លាំងត្រង់ហ្វូអូសអត់រួចបាទអ្នកប្រើប្រាស់ច្រើនបាទអ្នកប្រើប្រាស់ច្រើនកម្លាំងត្រង់ហ្វូអូសអត់រួចទេបាទដល់ពេលអូសអត់រួចចឹងទៅធ្វើឲ្យភ្លើងងាកដាច់ខ្សោយបូមទឹកមិនកើតបូមទឹកដាក់ស្រូវដាក់ស្រែមិនកើតបូមទឹកប្រើមិនកើតប្រើម៉ាស៊ីនត្រជាក់មិនកើតអីចឹងទៅហ្នឹងទី1បាទអញ្ចឹងសូមអាជ្ញាធរអគ្គិសនីកម្ពុជាលោកមេតាជួយចុះមកភូមិកាញ់ឃុំប្រធានក៏ដូចជាឃុំប្រធានផងថាតើក្រុមហ៊ុនអគ្គិសនីក្រៅគោអេកៈហ្នឹងអនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីអំពីរបបនៃអគ្គិសនីកម្ពុជាហ្នឹងមិនខ្លះបាទហ្នឹងបានតែត្រង់ហ្វូគាត់រត់អត់រួចបានន័យថាបើវែង1គីឡូដីចឹងទៅហើយតែគាត់ប្រើលើសហ្នឹងបាទមកចុះឲ្យគាត់មកទៅហ្នឹងហើយឥឡូវមួយទៀតបញ្ហាទី2ឆក់គេស្លាប់ហ្នឹងបកគោដាក់ចឹងបងប្អូនបកគោដាក់ឈើចឹងហើយហ្នឹងត្រូវឡើងបកគោថ្មឲ្យគាត់ហ្នឹងភូមិនឹងផ្ទះច្រើនណាស់នេះប្រហែលក្នុងផ្ទះពូហ្នឹង ច្រើនដែរ បាទ 30 40 បាទ30 40ក្នុងផ្ទះនេះបងប្អូនមើលហើយបាទក្រុមហ៊ុនអគ្គិសនីកម្ពុជាបាទនឹងខេត្តស្វាយរៀង ព្រៃវែងយើង ព្រៃវែងមិនក្រោលគូអេកាំងព្រៃវែងស្អីមើលស្វាយជ្រុងខេត្តស្វាយរៀងបាទហ្នឹងហើយអាញាធរអគ្គិសនីខេត្តស្វាយរៀងរាយធម្មពលស្វាយរៀងហើយក្រុមហ៊ុនក្រោលគូអេកាសំលោកមេតាបរិទ្ធមើលផងនេះភូមិអង្កាញ់ឃុំប្រធានឬក៏ក្នុងឃុំប្រធានទាំងមូលនោះប្រជាពលរដ្ឋច្រើនណាស់ហើយដូចភូមិហ្នឹងចឹងដាក់បកគោលយកអូសមកធ្វើបកគោលចឹងទៅបងប្អូនឃើញនេះ បនលិចនោះព្រៃលិចនោះនៅដីហ្មង បាទនៅដីទៅមើលទីមកឆ្ងាយដែរពូឆ្ងាយដែរ ហ្នឹងព្រៃហ្នឹង បាទនោះឥឡូវយើងមើលបកគោលភ្លើងនៅដីអីវ៉ាន់ចឹងបងប្អូនឲ្យបងប្អូនប្រជាពលរដ្ឋរស់វាមិនបាទនេះឥឡូវយកអូសមកធ្វើបកគោលនេះឲ្យចុះបប្រជាពលរដ្ឋមើលគោកបីក្មេងខ្មាំងតូចធំមកប៉ះពៀទៅវាមិនឆក់ស្លាប់គ្នាអស់ហើយ ហើយនឹងចេះតែកាប់ចេះទួល បាទហើយ2 3ឆ្នាំមុនលឺស្លាប់ម្នាក់រកខុសរកត្រូវអត់ទាន់ឃើញទេ ឆ្នាំមុន បាទ ព្រៃលិចហ្នឹង ញ៉ាំ ងប់កន្លែងព្រៃលិចហ្នឹង ឆក់ហ្នឹងហើយ នោះកន្លែងផ្លូវហ្នឹងកន្លែ បាទ ងគោហ្នឹង នោះកន្លែងគោនោះឆក់ងាប់ ក្នុងកន្លែងគោហ្នឹង បាទនោះកន្លែងគោនោះឆក់នោះ គាត់រៀងស្វឹងស្រាហើយខ្សែអោនណាអោនទៅគាត់ស្វាលើកដៃនឹងឡើងជួប ប៉ះពឹបជាប់តម្រងមានអីរស់ទៀតនេះបងប្អូនកន្លែងនោះឆក់ស្លាប់ ពូម៉ៅ ពូម៉ៅ មកពូម៉ៅហ្នឹងក្រោយ បាទ ខ្ញុំ ហ្នឹងហើយប្រិមិត្តទូទស្សនិកជនឥឡូវបងប្អូននៅភូមិកាញ់ក្តីឃុំប្រធានក្តីឬក៏កំពង់ត្បែកទាំងអស់ គួរឲ្យដើរទៅដល់តិច បាទដែលមានបញ្ហាអគ្គិសនីខ្សោយប្រើមិនកើតកម្លាំងត្រង់ហ្វូអស់អត់រួចបូមទឹកមិនកើតប្រើទាំងហាលមិនកើតប្រើអំពូលមិនកើតបងប្អូនតំណតំណងមកផេកយើងខ្ញុំនឹងធ្វើការផ្សាយជូនបាទហើយនឹងរៀបឯកសារជូនដាក់ទៅអាជ្ញាធរអគ្គិសនីចុះមកវាស់វែងគីឡូកុងទ័រឲ្យបានត្រឹមត្រូវតាមច្បាប់អញ្ញស្ដីអំពីអគ្គិសនីបាទនេះដាក់ចឹងឲ្យភ្លៀងឥឡូវនឹងឆក់ស្លាប់ មើលខ្សែបន្តឲ្យថា បាទ យើងនឹងខ្សែចេះតែខុស បាទនេះបងប្អូនខ្សែអូសដីចឹងឲ្យចូលបងតាក់ឡានតាក់ម៉ូតូងាប់ប្រជាពលរដ្ឋធ្វើអ្នកណាទទួលខុសត្រូវអត់មានអ្នកណាទទួលខុសត្រូវទេមានតែប្រជាពលរដ្ឋនឹងឯងនៅប្តឹងផ្ដំឈ្នះផងសិនអ្នកធំនៅពីក្រោយអ្នកមានលុយមានអំណាចគេមានលុយប្រើលុយគេមានអំណាចប្រើអំណាចនេះនេះខ្សែភ្លើងប៉ះដៃចុះលោកមេឃុំអើយបាទលោកអាបាស្រុកបងផុនភ័ស្តុបណ្ឌិតមើលផងបាទខ្សែភ្លើងប៉ះដៃហើយទៀនណានេះពងភ្លៀងទៀតឆក់ទៅហ្នឹងអូកន្លែងគោនឹងងាប់ហ្នឹង នៅដីដល់អញ្ចឹងឥឡូវគេលើកឡើងដល់ពេលងាប់លើកឡើងបន្តិច ហ្នឹងហើយឥឡូវនេះបញ្ហាមាន3ទី1គីឡូកុងទ័រដើរលឿនខុសប្រក្រតីបាទអស់1គុណ2បាទទី2បញ្ហាត្រង់ហ្វូរត់រួចភ្លើងប្រើមិនកើតបូមទឹកមិនកើតប្រើទាំងហាងកើតប្រើផ្សិនជាមិនកើតទី3ភ្លើងខ្សែភ្លើងអាណាធិបតេយ្យបាទប៉ះជាមួយដែកណាប៉ះជាមួយខ្សែប៉ះជាមួយដែកបាទដែកលបងដែកអីចឹងអានឹងសំអ្នកបម្រើសេវាឲ្យពលរដ្ឋទេទៀតនេះខ្សែមេអស់មកហ្នឹងណា
អូមកនឹងត្រូវដាក់ខ្សែមេឲ្យគាត់នេះខ្សែនេះខ្សែពលរដ្ឋហើយណាមិនមែនខ្ញុំល្ងងទេខ្ញុំដឹងប៉ុន្តែសូមឲ្យតម្លើងត្រង់ហ្វូឲ្យប្រើកើតហើយដាក់បកគោលឲ្យគាត់មក30-40គ្រួសារតើមិនតិចណានេះនេះ40-40គ្រួសារឲ្យយកអស់មកទួលអញ្ចឹងយកប្រេងខ្យល់មកទួលលាក់តិចទៅអស់លាក់ចូលក្នុងបាទនេះផ្ទះហ្នឹងឲ្យស្រាប់នេះកូនគាត់បាទផ្ទះគាត់កមុនបាទហើយរកខុសរកត្រូវឲ្យគាត់ណាទៅទីមតាំងរកខុសរកត្រូវឲ្យគ្នាផងណាងាប់ទៅទេគេថាមិនមែនបកគោលគេទេមិនមែនកាតាបកិច្ចគេទេហ្នឹងខ្សែនៅក្នុងបកគោលច្បាប់គេថាខាងអាជ្ញាធរគិសនីតែខ្សែចូលប្រជាពលរដ្ឋគេថានៅកំហុសរបស់ប្រជាពលរដ្ឋនឹងផ្លូវផ្ទះគាត់បាទនេះងាប់ទៅហ្នឹងបាទឆក់ទៅហ្នឹងងាប់ទៅហ្នឹងបាទហ្នឹងហើយសូមបងប្អូននៅកាញ់ភូមិប្រធាតឃុំប្រធាតសូមលោកមេត្តា like share comment យមតិយោបល់ផងនេះបងប្អូននេះចប់ហើយបាទចប់ហើយគោរត់តាក់ងាប់ដែរបាទគោរត់តាក់ងាប់ឲ្យទៅងាប់ហើយបាទបញ្ហា3ទៅណាឥឡូវខ្ញុំសូមលើកឡើងបញ្ហាចម្បងបាទខ្ញុំមកនេះមក slow ទេហើយអត់ចង់មានរឿងជាមួយអាជ្ញាធរអត់ចង់ប្រកាសសង្គ្រាមជាមួយអាជ្ញាធរជាមួយក្រុមហ៊ុនអ្នកមានលុយមានអំណាចទេបងប្អូនអ្នកមានលុយគេប្រើលុយអ្នកមានអំណាចគេប្រើអំណាចអ្នកមានខ្សែគេប្រើខ្សែហើយបងប្អូនអ្នកក្រីក្រលំបាកប្រជាពលរដ្ឋស្លូតត្រង់មានពឹងអីពឹងអ្នកកសែតពឹងអ្នកសារព័ត៌មានបាទអញ្ចឹងមានអីទេមានតែការតវ៉ាតស៊ូមតិឲ្យថ្នាក់ដឹកនាំលោកដឹងបាទสนมปอดอลโลกพลสมพวอาบาลในขณะบาลสกปรกตะไบให้นังโลกไม่คมให้งานทอกิษณีขาดไฟเรื่องบาทสมโลกเมตตาเจ้าผนัดเมื่อพ้องให้เจ็บแสงานทอกิษณีกรรมเชียบาทสมโลกเมตตาเจ้าเถื่อนการกัดพองให้ยังย้อมนังรีบจอมได้ไอกระซาเปียบันดังแต่โลกให้แปะปอนใบจำน้อยกะโลกกองเตอร์ดาเลื่อนเพลิงลางพวกกอบปกบาทตีปีตรองโฟบาทระตรองโฟกำลังเอาอรุ่ยบาทกำลังเอาอรุ่ยให้ตีใบเพลิงสายเพลิงอารัดอาเรียเป็นตักเป็นได้เนี่ยบ้าอารัดอาเรียเป็นตักเป็นได้จังอาจเฉาะกิสลับบาดอาจเฉาะกิสลับให้เฉาะกิสลับเรามันได้เคยเรากับพ่อกรมพลเคยใจหันเมียนบางลอยบางกะตีเจ้าลอยตอนอะไรหายบาดนั่งไงยังจุกเหตุหายใจไปต่อติดบางปอนนะบางปอนสมเมตตาลายเสียของมันจำใจบอลของเนี่ยดำใบเราหยุดทอจุนบางปอนจีบรถให้เอาเมียนนำลาเพียบให้ตอนยักเพียบอำนาจก็เอาเนี่ยคลังเนี่ยคลังดังชเนี่ยเนี่ยทมดังชเนี่ยเนี่ยเบียนลอยดังชเนี่ยเนี่ยกรอดังจังลงไม่คมหรอลงไม่คมมาเทียบก็เลิกล้างท่าเรื่องไม่เรื่องทำไมได้เรื่องยูฮาวตายเมียนดำนาสายตีครอบเลิกเวทีการสาธารณะเอาให้ตาเมียนดำนาสายตีบาดนั่งไงจังสมบองเปาลูกใหญ่ลูกตาปูไม่ยอมบองตรงอ้อบาดบะเมียนปัญหาเพลิงมันปรากฏได้รายนามุยกะโลกองเตอร์ดาเลื่อนลางคลายหูคลายดอเตยสายเพลิงอาเตะอาตาอาเยอาเยแตะตองมาខ្ញុំទៅផ្សាយព្រីអត់យកលុយទេបាទនិយាយថាបងប្អូននៅភូមិតបែកនេះតែម្ដងហ្នឹងហើយបងប្អូនណាខ្លះដែលគីឡូកុងទ័រដើរលឿនហើយប្រើមិនពូលមួយទាំងហាលមួយមកទឹកបូមទឹកម្ដងហើយអស់20-30ម៉ឺនបងប្អូនតាក់តងមកខ្ញុំផ្សាយព្រីបាទហើយរៀបចំឯកសារប្រឹងទៅអាជ្ញាធរគិសនីជូនឲ្យដល់បងប្អូនទៀតបាទហ្នឹងហើយស្អែកយើងមានភាគបន្តទៀតបងប្អូនណាសូមអរគុណសូមគោរពលា